ពុតកំពូលអ្នកប្រដាល់អន្តរជាតិខេស៊ីមិនមកគេថាតែងតែនាំមកជូននៅការជួបគ្នាក្នុងបាទការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ2គូនិងការប្រកួតលក្ខណៈជាតិ3គូសរុបទាំងអស់មាន5គូបាទទម្រាំយើងរកបាទកីឡាករដែលត្រូវប្រកួតដណ្ដើមជើងឯកបានគឺយើងមានអន្តរជាតិកំដររៀងរាល់សប្តាហ៍ចាប់ពីសប្តាហ៍នេះទៅតែម្ដងបាទហើយនេះគឺជាសប្តាហ៍ទី1ហើយនៃសង្វៀនថ្ងៃសុក្របាទរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍យើងត្រៀមប្រឹងប្រែងប្រកួតបាទចាប់ពីសប្តាហ៍នេះទៅគឺថាបងប្អូននឹងបានទស្សនានៅការប្រកួតកំពូលអ្នកប្រដាល់អន្តរជាតិខេស៊ីមិនបាទរៀងរាល់សប្តាហ៍តែម្ដងបាទឥឡូវនេះទស្សនាទឹកទី1សម្រាប់គូអន្តរជាតិទី2បាទដែលជាការជួបគ្នារវាងកីឡាកររឿងសុភ័ណ្ឌជាមួយនឹងសុភឆៃហើយគូទី1នោះនំសទឹកបានឈ្នះថ្ងៃរដ្ឋាទៅហើយឈ្នះដោយបន្ទុកបាទនំសទឹកគេមានវ័យរហូតដល់ទៅ30ឆ្នាំជាងឯនោះបាទមកប៉ះជាមួយនឹងថ្ងៃរដ្ឋាកីឡាករនៃព្រះរាជាណាចក្រកម្ពុជាយើងដែលមានវ័យទៅតែ23ឆ្នាំមកប៉ះជាមួយនឹងអ្នកដែលមានវ័យ32ឆ្នាំហើយអត់ឈ្នះអ្នកអាយុច្រើនបាទមិននិយាយទៅបាទប៉ុន្តែនំសទឹកក៏គាត់ក៏ជាកីឡាករដែលមានបទពិសោធន៍ច្រើនដែរក្នុងការប្រកួតក៏ប៉ុន្តែខ្ញុំបាទគិតថានំសទឹកនេះមកដូចជា2-3លើកហើយគាត់នៅស្រង់ប្រវត្តិរូបចាស់ហ្នឹងដូចឃើញតែមួយលើកបាត់អា2-3លើកទៀតមិនដឹងថាទៅណាឥឡូវនេះចឹងបងវាយអារម្មណ៍មកទស្សនាការជួបគ្នានៅក្នុងតំណែងគូអន្តរជាតិទី2រវាងរឿងសុភ័ណ្ឌជាមួយនឹងកីឡាករសុភឆៃបន្តទៀតសិនបាទកុំតន់យកអារម្មណ៍គិតទៅណាផ្សេងនាំមកជូនលោកអ្នកដោយក្រុមហ៊ុន K Cement បាទដែលជាក្រុមហ៊ុនផលិតនៅស៊ីម៉ង់ដែលមានគុណភាពលំដាប់ថ្នាក់ស្តង់ដារអន្តរជាតិ ISO និងរឹងមាំបំផុតមកនៅកម្ពុជា K Cement ផលិតដោយបាទកូនខ្មែរសុទ្ធសាធនៅទឹកដីនៃខេត្តកំពតបាទដែលជាស៊ីម៉ង់ផលិតនៅក្នុងស្រុកបាទហើយនាំចេញទៅលក់នៅក្រៅប្រទេសហើយក៏មានដាក់លក់នៅក្នុងប្រទេសបាទអញ្ចឹងយើងជួយបាទប្រើប្រាស់នៅស៊ីម៉ង់ក្នុងស្រុករបស់យើងដែលផលិតចេញពីបាទបងប្អូនដឹងហើយថាថ្មភ្នំខេត្តកំពតយើងបាទគេថារឹងមាំគង់វង្សយូរអង្វែងទឹកទី1យើងឃើញថាមិនទាន់បាទហុចផលទៅវិញទៅមកសម្រាប់អ្នកទាំងពីរវាយឆ្វេងពុកស្ដាំឆ្វេងពីដៃថែមម្ដាយទៀតបាទប្រើកណ្ដាប់ដៃឆ្វេងទួនសុភ័ណ្ឌក៏ប៉ុន្តែសម្រាប់កីឡាករបាទសុភឆៃនោះគាត់ប្រើកណ្ដាប់ដៃបាទស្ដាំបាទសុភ័ណ្ឌប្រើឆ្វេងសុភឆៃប្រើកណ្ដាប់ដៃស្ដាំបាទអញ្ចឹងវាយបុកបាទប្រច្រាស់គ្នាប្រច្រាស់ទិសបានន័យថាស្របប្រើដៃស្របគ្នាបាទឆ្វេងនិងស្ដាំនឹងទល់គ្នាតែម្ដងបុកទៅបុកមកបុកទៅបុកមកបាទមួយពីរកសោបជើងវាយឆ្វេងថែមហើយក៏ឆ្វេងថែមទៀតសុភ័ណ្ឌគោលជើងក៏បានស្ទឹករុញសុភ័ណ្ឌអឹបហើយកាច់ក្បាលរុញចុះក្រោមក៏មិនឱកាសនៃការប្រើជង្គង់នៅមិនទាន់មានឡើយទេសម្រាប់សុភឆៃរឿងសុភ័ណ្ឌចាញ់កម្ពស់មែនក៏ប៉ុន្តែភាពរហ័សរហួនការវាយចេញរបស់គេបានល្អតែស្ទឹកនៅមិនទាន់សុំទៅបាទសុភឆៃនៅមិនទាន់បាទគេហៅថាប្រើនៅក្បាច់ចម្លែកឬក៏ក្បាច់ពិសេសរបស់គេនៅឡើយទេបាទបុកឆ្វេងយ៉ាងម៉េចទឹកទី1សម្រាប់គូប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិទី2បានកន្លងផុតទៅហើយយើងទស្សនារូបភាពយឺតសិនបដូរកណ្ដាប់ដៃឆ្វេងបដូរស្ដាំចូលប្រដាប់ហិតថែមឆ្វេងមកវិញហើយក៏ម្ដាយចន្លោះប្រហោងប្រផិតនៅទីមុខរបស់កីឡាករសុភឆៃថែមឆ្វេងក៏ចូលដល់សុភឆៃបុកស្ដាំឆ្វេងទៅចូលដល់ទៀតរុលកណ្ដាប់ដៃឆ្វេងស្ដាំថែមឆ្វេងចេញក្រៅសង្កេតអូនថែមអូយកណ្ដាប់ដៃស្ដាំមើលទៅដៃរបស់សុភឆៃហាក់បើដូចវែងជាងដៃកីឡាកររឿងសុភ័ណ្ឌបាទឥឡូវនេះទឹកទី2ក៏ចូលមកដល់ទស្សនាបន្តតែនាំមកជូនលោកអ្នកដោយបាទ K Cement ដែលជាក្រុមហ៊ុនផលិតនៅស៊ីម៉ង់ដែលមានគុណភាពលំដាប់ថ្នាក់ស្តង់ដារអន្តរជាតិ ISO និងរឹងមាំបំផុតនៅកម្ពុជាបាទសង្វៀនថ្ងៃសុក្របាទកំពូលអ្នកប្រដាល់អន្តរជាតិបាទរៀងរាល់សប្តាហ៍ចាប់ពីសប្តាហ៍នេះទៅបាទបងប្អូននឹងបានទស្សនានៅការប្រកួតអន្តរជាតិ2គូរៀងរាល់ល្ងាចថ្ងៃសុក្របាទដោយធ្វើការប្រកួតចាប់ពីម៉ោង 5:30 នាទីនឹងផ្សាយផ្ទាល់ជូនទស្សនារហូតដល់ម៉ោង 8 យប់បាទអញ្ចឹងចាប់ពីសប្តាហ៍នេះទៅកុំភ្លេចតាមដានទស្សនានៅម៉ោងដែលបានជម្រាបជូនបាទជាមួយនឹងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ2គូនិងលក្ខណៈជាតិ3គូគាត់មកស្មងវាយឆ្វេងស្ដាំមួយសងមកវិញបាទនេះគឺការជួបគ្នានៅក្នុងតំណែងគូប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិទី2ហើយក៏ជាគូទី4នៅក្នុងការប្រកួតល្ងាចនេះ
រឿងសភ័ណ្ឌកីឡាករនៃព្រះរាជាណាចក្រកម្ពុជាមកពីក្លឹបមកុដរាជសីនៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃសុភឆៃបាទជាកីឡាករដែលមានបទពិសោធន៍ក្នុងការប្រកួតនៅក្នុងបាទទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងបាទច្រើនលើកហើយក៏ទទួលបាននៅជោគជ័យជាបន្តបន្ទាប់ហើយថ្ងៃនេះមកប៉ះជាមួយនឹងកីឡាកររឿងសភ័ណ្ឌរបស់យើងចាំមើលថាទៅជាយ៉ាងណារឿងសភ័ណ្ឌគឺជាកូនសិស្សរបស់លោកកឹមឡាវីអូហូយស្ដាំម្នាក់មួយជើងលោកកឹមឡាវីអតីតក៏ជាពិធីកបណ្ដាលដែរបណ្ដាលគាត់វ័យកាន់ចាស់ទៅហើយបាទគាត់នៅជាគ្រូបង្វឹករន់មើលក្មេងៗគាត់ឆ្វេងមួយល្អណាស់បណ្ដាលោកកឹមឡាវីក៏រស់ស៊ីបាននៅប៉ែកខាងលិចប្រទេសក្រុងគ្រាន់តែធ្វើពិធីកកាត់នំកាត់អីអញ្ចឹងបាទល្អមួយយ៉ាងរបស់គាត់បាទនៅមានឱកាសក្នុងការរកថវិកាដែរមិនអត់ទេគាត់ឆ្វេងកសោបអោបត្រកងហើយក៏បាទចំកោងខ្នងរៀងខ្លួនដើម្បីរកឱកាសក្នុងការប្រាជង្គង់ក៏ប៉ុន្តែទៅមិនរួចទេសុភាពបរោះយំសង្ឃុំនៅលើសង្វៀននឹងហើយមើលការខុសត្រូវបាទតែមិនដំណងគាត់បបាយផ្លែតគាត់ស្ដាំវាយឆ្វេងហើយក៏លើកជើងទល់បុកជង្គង់ឆ្វេងមកជង្គង់ទៅវិញរឿងសភ័ណ្ឌធ្វើមុខមាំតាសម្ដៅបាទទាត់បានម្នាក់មួយជើងទៀតអ្នកថែមចាប់ជើងជាប់អូយបដូរទៅវិញល្អណាស់ឥឡូវនេះយកដៃទប់ជង្គង់ផងបាទលោកដៃស្ដាមសុភឆៃលោកមកទប់ជង្គង់រឿងសភ័ណ្ឌជង្គង់ឆ្វេងរបស់រឿងសភ័ណ្ឌចប់ទឹកទី2បាទរងចាំទស្សនាកន្លងផុតទៅហើយសម្រាប់អ្នកទាំងពីរកម្លាំងនៅពេញបឹបបាទឥឡូវយើងមើលរូបភាពយឺតសិនបាទមុននឹងបន្តទស្សនានៅទឹកទី3បាទទាត់ស្ដាំមួយជើងហើយក៏សងទៅវិញមួយជើងដែរខៅឆ្វេងនេះមកទៅហឹងបាទហើយត្រូវបាទសុភឆៃនឹងគាត់គិតផុតហើយក៏យកជើងទៅទល់ជាប់បុកជង្គង់ពីក្រោមបាទទល់ម្លឹងហើយនៅតែប្រើជង្គង់បុកចូលមកបានបាទសុភឆៃបាទកំហឹងខឹងណារឿងបាទរឿងសភ័ណ្ឌក៏ខៅម្ដាយឆ្វេងមិនហ្នឹងបាទបើសិនជាចូលនឹងគល់ស្គៀមកាប់មុខបាទទាំងចំហតែម្ដងតាមមើលបាទឥឡូវនេះបាទទឹកទី3សម្រាប់ការជួបគ្នានៅក្នុងតំណែងគូប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិទី2គូទី4នៅក្នុងការប្រកួតល្ងាចនេះបាទបានចូលមកដល់ហើយបាទបង្គោលក្រហមកីឡាករនៃព្រះរាជាណាចក្រកម្ពុជាយើងរឿងសភ័ណ្ឌបង្គោលខៀវកីឡាករនៃព្រះរាជាណាចក្រថៃសុភឆៃបាទដោយកម្មវិធីនេះនាំមកជូនលោកអ្នកដោយក្រុមហ៊ុន K Cement បាទដែលជាក្រុមហ៊ុនផលិតនៅស៊ីម៉ង់ដែលមានគុណភាពលំដាប់ថ្នាក់ស្តង់ដារអន្តរជាតិ ISO និងរឹងមាំបំផុតនៅកម្ពុជាហើយ K Cement បាទមានស៊ីម៉ង់ពីរប្រភេទគឺ K Cement បាវពណ៌ហមប្រើសម្រាប់គ្រឿងបង្គុំសំណង់បាទមានរូបមន្តនិងម៉ូលេគុលពិសេសជាងគេដែលធ្វើឲ្យសំណង់មានភាពរឹងមាំបាទជាប់គង់វង្សយូរអង្វែងចំណែកឯស៊ីម៉ង់បូកបាទបាវពណ៌ខៀវគឺប្រើសម្រាប់ការងារបូកគ្រប់ប្រភេទធានាជាយ៉ាងអាគាររបស់លោកអ្នកគ្មានស្នាមប្រេះ 100% ស៊ីម៉ង់បូក K Cement គេថាមានម៉ូលេគុលចងជាប់ស្អិតយ៉ាងខ្លាំងដែលធ្វើឲ្យជាយ៉ាងរលោងស្អាតបាទនឹងរឹងមាំជាប់គង់វង្សយូរអង្វែងបាទប្រើនេះបាទឃើញថារឿងសភ័ណ្ឌវាយចូលកណ្ដាប់ដៃប្រមាណដៃដែរចូលទៅលើផ្ទៃមុខតែយ៉ាងណាបាទកីឡាករសុភឆៃផ្ដល់នៅទឹកមុខញញឹមងក់ក្បាលស្វាគមន៍មកលើរឿងសភ័ណ្ឌជានិច្ចតែអត់បញ្ហាអីទេធ្វើម៉េចយើងឡើងលើសង្វៀនហើយត្រូវតែវាយបើមិនវាយគេដេញយើងចុះទាំងពីរបាទអញ្ចឹងវាយមកអត់អីទេកាប់ចានមួយល្អណាស់ទុតឆ្វេងមកជើងទៅវិញអីយ៉ាចាំមើលអូតមកទៅហឹងមកបាទផ្លិចមើលឈុតបាទមើលខោរបស់កីឡាកររបស់យើងគេថាដូសេរីហើយស្អាតទាំងគូតែម្ដងទាំងក្រហមទាំងខៀវបាទស្អាតណាស់បាទខោហើយកីឡាករក៏ស្អាតទៅទៀតពិធីករនេះរៀងចាស់បន្តិចទាំងពីរអូយឆ្វេងទាត់ស្ដាំបីឆ្វេងថែមរឿងសភ័ណ្ឌក៏ចូលចិត្តប្រើតែក្តាប់ដៃឆ្វេងជាងស្ដាំគ្រាន់តែជាការគេហៅថាត្រាក់ត្រួសត្រាយផ្លូវសម្រាប់ឲ្យកណ្ដាប់ដៃឆ្វេងវាយចូលទេកាលឥឡូវនេះឃើញថាសំឡេងលើកទឹកចិត្តដល់រឿងសភ័ណ្ឌឲ្យចូលទៅវាយ
mà còn khá rồi đây cả lực thực chất đi mình trầm lực tại rương sập hòn đây lực nói từ super chai tiền cái thò mà ra đây cái năng lực thực chất năng lực từng cuยังមានការជួបគ្នានៅក្នុងតំណែងគូប្រដាល់ទី5មកគូទៀតបាទសម្រាប់បាទល្ងាចថ្ងៃសុក្រនេះបាទគឺគូចុងក្រោយគេហៅថាគូពិសេសចុងក្រោយគេណាឌឿនរទ្ធីមកពីក្លឹបរស្មីកូម៉ាកំព្រាបាទជួបជាមួយនឹងសង្ហរាជាកីឡាករមកពីក្លឹបកុលបុត្រគុណខ្មែរទូកកហើយជាក្លឹបទៅតែបង្កើតបានប្រហែលជាមួយឆ្នាំនេះទេបាទឥឡូវនេះបាទគឺថាចប់ទឹកទី3ហើយរងចាំទស្សនានៅទឹកទី4បន្តលោកស្រីប្រិមិត្តទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងឃើញថាពេលវេលានៃការប្រកួតបាទទឹកទី4គូអន្តរជាតិទី2ដូចជាលឿនបាទឥឡូវយើងមើលរូបភាពយឺតសិនបាទរូបភាពយឺតនៅក្នុងទឹកទី3កន្លងមកហើយក៏បដូរជង្គង់វត្តមួយជើងស្ដាំយកដៃយកមកគុំការពារមួយជើងនេះមកបលែងបែករូងតិចហើយមួយជើងទៀតក៏សោតជើងជាប់ហើយក៏បដូរកណ្ដាប់ដៃឆ្វេងបាក់កែងដៃស្ដាំរបស់កីឡាករបាទសុភឆៃក៏ទាត់ស្ដាំមកវិញហើយក៏បដូរកណ្ដាប់ដៃឆ្វេងវាយស្ដាំថែមឆ្វេងយកក្រាលមុខហើយបានច្រើនដែរមិញកណ្ដាប់ដៃរបស់កីឡាកររឿងសភ័ណ្ឌរបស់យើងនេះបាទចូលដល់ទឹកទី4ហើយសម្រាប់ការជួបគ្នានៅក្នុងតំណែងគូប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិទី2បាទកម្មវិធីកម្ពុជាអ្នកប្រដាល់អន្តរជាតិ K-Cement ទទួលបាននៅកៅបឋមពីក្រុមហ៊ុន K-Cement បាទហើយក្រុមហ៊ុនបាទស៊ីម៉ង K-Cement នេះបាទទទួលបាននៅទំនុកចិត្តការជ្រើសរើសប្រើប្រាស់បាទពីការដ្ឋានសាងសង់ធំៗនៅក្នុងប្រទេសកម្ពុជាដូចជាអគារវឌ្ឍនៈបាទដែលមានឈ្មោះថាចក្រវាលប្លែកគេគឺមានកម្ពស់រហូតដល់ទៅ38ជាន់ការដ្ឋានស្ពានសំដៅបាទស្ថានីយ៍វារីអគ្គិសនីកម្ចាយបាទក៏ដូចជាបាទស្ពានអ្នកលឿងហើយនឹងអគាររីវរ៉ានៅក្នុងកោះពេជ្របាទក៏មានកម្ពស់បាទខ្ពស់ដែររហូតដល់38ជាន់បាទរួមជាមួយនឹងការដ្ឋានធំជាច្រើនទៀតបាទរាប់មិនអស់ក៏បានប្រើប្រាស់នៅស៊ីម៉ង K-Cement រឹងមាំគង់វង្សយូរអង្វែងហើយឆ្វេងអាយ៉ាគាត់ស្ដាំមួយវៃឆ្វេងថែមស្ដាំអូកណ្ដាប់ដៃឆ្វេងល្អណាស់របស់កីឡាកររឿងសភ័ណ្ឌជង្គង់ឆ្វេងអូយលោកអាញាកណ្ដាលបាទយកជើងមកស្កាត់បាទលើកជើងឆ្វេងសៀតចន្លោះផ្លូវអ្នកទាំងសងអ្នកទាំងគូបាទអ្នកទាំងពីរបាទគេថាបំបែកភ្លាមដែររឿងសភ័ណ្ឌយើងលួចមើលកណ្ដាប់ដៃឆ្វេងរបស់គេម្ដាយមិនធម្មតាទេបាទវាយចូលគេថាពុកពេញទៅដល់កម្លាំងតែម្ដងអូចឹងបានថារហ័សនាមរបស់គេកណ្ដាប់ដៃផ្ដាច់ព្រលឹងបើដល់កណ្ដាប់ដៃហ្នឹងក៏បានតែកណ្ដាប់ដៃឆ្វេងទេស្ដាំគ្រាន់តែការត្រួសត្រាយផ្លូវបាទវែកផ្លូវដើម្បីឲ្យកណ្ដាប់ដៃឆ្វេងវាយចូលគោលដៅល្អគាត់ស្ដាំមួយជើងមកលើរឿងសភ័ណ្ឌថែមមួយជើងទៀតរឿងសភ័ណ្ឌដល់ប្រូកណ្ដាប់ដៃឆ្វេងទួនបាទលោកអាញាកណ្ដាលបំបែកគាត់ឆ្វេងគាត់ស្ដាំមួយសងវាយឆ្វេងចាប់កាច់ជង្គង់ស្ដាំរបស់សុភឆៃត្រូវបានលោកអាញាកណ្ដាលបំបែកទៀតស្ដាំមកដៃចូលកណ្ដាលមុខបាទឃើញថាតបក្រោមអូយបានស្ដាំមកជើងនេះដែរសុភឆៃបាទទឹកទី4បាទឥឡូវនេះយើងមើលរូបភាពយឺតបន្តទៀតបាទឃើញតាទាត់មួយជើងហើយក៏ខ្សោបជើងបានបដូរកណ្ដាប់ដៃឆ្វេងហើយស្ដាំចូលកណ្ដាលបាទឆ្វេងចូលកណ្ដាលមុខថែម្ដាយទៀតកិច្ចផតប្រាស់យ៉ាងសង្ហាហើយក៏ព្យាយាមបាទបដូរជង្គង់មកមិញនេះត្រូវកាត់ផុតបាត់ហើយកាប់ចានពើងផុតពីឆ្វេងអេហើយថាកណ្ដាប់ដៃរបស់កីឡាកររឿងសភ័ណ្ឌមិនធម្មតាទេអាកណ្ដាប់ដៃឆ្វេងរបស់គេហ្នឹងបាទហ្នឹងគេហៅថាកណ្ដាប់ដៃញ៉ាំអរគុណណាស់ដល់លោកឧត្តមសេនីយ៍ត្រីបាទសូមតំណាងមេបញ្ជាការរងបាទនឹងគណនេយ្យសនាការនៃកងពលតូចតពិសេសឆាត់យោង911
ចំណុចការតែបានផ្ដល់នៅការលើកទឹកចិត្តតាមរយៈនៃការឧបត្ថម្ភដល់ពិធីករអរគុណច្រើនជូនពរឲ្យមានសុខភាពល្អហើយទទួលបានជោគជ័យនៅក្នុងភារកិច្ចការងារឥឡូវនេះទឹកទី4បានកន្លងផុតហើយទឹកទី5ក៏ចូលមកដល់នេះគឺជាការជួបគ្នានៅក្នុងតំណែងគូប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិទី2ទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់គឺ Final Round ទាត់ស្ដាំចាប់ជើងបលែងទៅវិញទាត់ស្ដាំមកលើរឿងសុភ័ណ្ឌនៅទឹកជាយាមចូលគៀសំឆៃទាត់ស្ដាំរឿងសុភ័ណ្ឌផ្ដាល់ក្រាបដៃឆ្វេងស្ដាំតូឆ្វេងទៅលើចុងគេហៅថាវាយទៅលើចុងដង្ហើមមិនបានឡើងទៅផុតដល់កញ្ចឹងកនោះទាត់ស្ដាំចាប់ជើងចូលលេបកាប់ចានអូយឡើងអត់ផុតកែងដៃស្ដាំរបស់កីឡាករសុភឆៃសុភឆៃនៅតែព្យាយាមប្រឹងរកឱកាសក្នុងការប្រើជើងប្រើដៃវាយសងដើម្បីស្រង់ដើមគេហៅថារកបន្ទុកគាត់ស្ដាំប្រើជើងស្រាលឡើយទេសុភ័ណ្ឌចូលទៅទាត់ស្ដាំគេផុតទាត់ឆ្វេងវាយឆ្វេងនឹងក៏ចូលមកដល់ទៀតគេថាពីរជើងមួយដៃទៅទេទាំងអស់មកលើសុភ័ណ្ឌដំណើរចូលសុភ័ណ្ឌលើលាក់បាច់កាប់ចានដោយប្រើអីដៃធ្វើជាចន្ទុលជើងលើកកាប់មកអានឹងបានខ្ពស់ជាងយើងលើកធម្មតាគាត់ស្ដាំរៀងខ្លួនម្នាក់មួយជើងមួយជើងហើយក៏ទាត់ស្ដាំមួយជើងទៅវិញលោកស្ដាំបដិដេញតាមទាត់ខៅបុកជង្គង់ស្ដាំបុកស្ដាំថែមសុភឆៃយកដៃផងជើងផងទល់ខ្លាចជង្គង់របស់រឿងសុភ័ណ្ឌលោកកណ្ដាប់ដៃស្ដាំទៅលើរឿងសុភ័ណ្ឌគាត់ស្ដាំសងចាប់ជើងទៅស្ដាំមួយទៀតដេញតាមខៅឆ្វេងវិញឱកាសល្អដេញតាមជង្គង់1 2ស្ដាំឆ្វេងក៏ត្រោងឡើងរឿងសុភ័ណ្ឌបានកកនៅក្រោមឃ្លៀរបស់កីឡាករសុភឆៃបានលោកអាញាកណ្ដាលគាត់ញែកទៅកណ្ដាលទីសង្វៀនចាប់ទឹកទី5បន្តិចទៀតបានជ្រាបនៅលទ្ធផលលទ្ធផលយ៉ាងណាចាំមើលសម្រាប់ការជួបគ្នារវាងរឿងសុភ័ណ្ឌជាមួយនឹងសុភឆៃដោយបានជម្រាបជូនអញ្ចឹងមកប្រហែលលើកកន្លងមកគឺអត់ទាន់ស្គាល់ភាគតាចាញ់ទេឈ្នះមាសបរមឈ្នះរឹតអរុនឈ្នះអែមក្លឹមខ្មៅនៅក្នុងទឹកទី2ហើយក៏ស្មើជាមួយនឹងទីតុងហ៊ីចាំមើលថ្ងៃនេះប៉ះជាមួយនឹងរឿងសុភ័ណ្ឌចាំមើលទៅជាយ៉ាងណាឥឡូវនេះរងចាំមើលលទ្ធផលដែលបានពីចៅក្រមទាំង5ផ្ដល់ជូនមិនដឹងថាក្រហមឬខៀវនៅឡើយទេបង្គោលក្រហមកីឡាករបង្គោលក្រហមរឿងសុភ័ណ្ឌកីឡាករនេះ